ការប្រយុទ្ធមិញមកពីដល់ណាឡានកុងតឺន័រនេះគឺយកមិញម៉ូតូមួយគ្រឿងបុកហើយបន្ទាប់មកគឺប្រហែលម៉ោងទៀតឡានមួយគ្រឿងបុកទៀតអញ្ចឹងឡានកុងតឺន័រនេះគឺពីរករណីយកមិញឥឡូវមកដល់ពេលនេះគឺមិនទាន់យកចេញទៀតបាទឬក៏តុងសឹមកេតឯហ្នឹងយកមើលសិនណាម៉ូតូបុកមួយគ្រឿងឡានបុកមួយគ្រឿងហើយឡានមកក៏មិនទាន់យកចេញដែរកុងតឺន័រទុកនៅកណ្ដាលខ្នល់ដែរបាទគេញ៉ៃទឹកបុកបានទៀតណាចាំមើលទឹកបុកបានទៀតនេះបើយើងមើលចុយក្រាត់ចុយម៉ែនេះបើយើងបើយើងនៅក្នុងក្រុម Telegram ការប្រយុទ្ធមិញបងប្អូនយើងមើលណាហ្នឹងហើយគឺមានឡានក៏បុកម៉ូតូក៏បុកឥឡូវទុកចោលនៅហ្នឹងមិនទាន់យកទៅណាទេចាំមើលបុកប្រមាណទៀតណាទុកសើបអង្កេតបុកដល់ណាទៀតអើយលោកហ្នឹងនិយាយមិនហ៎នេះបើយើងបងប្អូនយើងតាមដាននៅក្នុងក្រុម KX Plus New បងប្អូនយើងមើលទៅណាការប្រយុទ្ធមិញហ្នឹងឡានហ្នឹងមានប្រមាណករណី2ករណីបងប្អូនយើងមើលទៅឲ្យដាក់អាគុជីខ្មៅคลิกមើលស្អីឃើញមានផ្លាតមានភ្លួតអីស្អីណាគឺមិនដឹងនិយាយតែម៉េចយើងគឺចាប់ឥឡូវមើលឥឡូវមកដល់ពេលនេះគឺមិនយន់យកតាណាទេគឺនៅទីតាំងដដែលទេនៅក្រុងប្រវត្តិខេត្តស្វាយរៀងបងប្អូនយើងមើលហើយទៅអូយលោកអត់ស្ទូចយកតាណាអស់តាណាទេយើងគឺទុកនឹងឲ្យជួយបុកបានទៀតពីបើយើងមិនមែនមួយករណីទេណាពីរករណីយកមិញហ្នឹងឡានហ្នឹងគេបុកគូពីរដងឥឡូវទឹកបុកបានដងទៀតវិញនេះឡានរបស់វៀតណាមយើងមើលឲ្យពីរករណីយើងគឺម៉ូតូផងឡានផងនៅទៅកងឡានដេកលើនឹងកងជើងនោះដេកយកជើងដាក់ឈោតជើងដឹងនៅក្រុងប្រវត្តិខេត្តស្វាយរៀងយើងគឺនៅក្រុងប្រវត្តិខេត្តស្វាយរៀងនេះទៅកងឡានយកជើងដេកជើងដឹងបាទអត់ខ្វល់នេះបើយើងអាចចូលមើលគ្រប់ Telegram ឃើញអាពីរករណីបុកពីរហើយអត់ទាន់យកចេញទៀតទុកបុកបានទៀតបីទុកយកមកមែនទុកធ្វើមកមែនមិនដឹងយ៉ាងម៉េចខ្ញុំឆ្ងល់តាមយប់អត់ឃើញមានសេកាយមកអន្តរាគចុះស្មារតីមកទេខ្ញុំពីយប់ពេលមកពីយប់បាត់ទៀតមានមកស្មារតីទេអូខេមានស្មារតីមកទេបាត់ទៀតមានមកកាត់ហើយខ្ញុំមិនដឹងផងអត់ទេវាថ្ងៃនេះសើវាថ្ងៃវាជឿនពេលយប់បានដឹងមិនដឹងឡាននឹងវាខូចឬមួយក៏វាមិនមើលវាខូចវាត្រូវដាក់ចំណាំងផ្លាតឲ្យចំណាំមកទីណាអត់ហើយមើលអូនឯងឃើញមើលវាដេកទៅពងលើកូនវាធ្វើអត់ដឹងលឺទេអត់ដឹងអត់ខ្វល់មកចាក់ព្រាមចាប់បាត់អើចឹងវាតាមមកវាដូចជា330យកមិញបុកពីក្រោយនេះឡើងតិចអស់នេះតិចប៉ុន្តែគេយកទៅហើយមើលដេកធម្មតាមកដេកអត់ខ្វល់អត់មានស្ពាក់ណាមកទៀតអាណាស្ទះទៅអាណាបុកឲ្យបុកទៅប៉ុន្តែវាអត់តន់យកអីអត់តន់យកចេញទៀតហើយមើលគូជីមកដាក់មើលឡើងខ្មាស់ភ្លេចហើយមើលមកតកងឡានគាត់ដេកយ៉ាងរំភើយផៃផាត់អត់ពាក់ក្បាលណាមរៀលហ្នឹងហើយសមាជិកក៏អត់អូសយកចេញទៅណាអត់ដឹងអត់យល់ហ្នឹងគឺនៅក្រុងប្រវត្តិខេត្តស្វាយរៀងបងប្អូនយើងនៅក្រុងប្រវត្តិខេត្តស្វាយរៀងករណីនេះ